រឿងផ្កាយក្រោមមេឃហាមលួចចម្លងដោយគ្មានការអនុញ្ញាតនិពន្ធនឹងរៀបរៀងដោយនេះភាគទី29វគ្គការសម្រេចចិត្តដ៏ឆ្លៀសវៃលោកប៉ាអាទិត្យក្រោយយើងនាំម៉ាក់ទៅព្យាបាលនៅទីក្រុងទៅព្រោះនៅទីនោះមានពេទ្យជំនាញច្រើនផ្កាបានពិភាក្សារឿងរ៉ាវបញ្ហាជំងឺនិងសុំយោបល់ពីលោកណាក់រងលោកហាក់ដូចជាអុញស្មុគស្មាញរឿងបញ្ហាលុយកាក់ជាពន់ពេកព្រោះលោកមិនចង់រំខានដល់អ្នកម្នាងប៊ីនិងមិនចង់ឲ្យផ្កាពិបាកចិត្តផងដែរប៉ុន្តែកូនលុយដែលយើងនៅសល់នោះមិនដល់500ទេកូនរួមទាំងលុយបងឯងទៀតសំចូលគ្នាបានតែ700តែប៉ុណ្ណោះជំងឺម៉ាក់ឯងពេទ្យតម្រូវឲ្យវះកាត់ហោចណាស់ក៏ត្រូវចំណាយពី$2000ឡើងទៅដែរកូនលោកប៉ាកុំបារម្ភពីរឿងនេះឯណាកូនមានដំណោះស្រាយហើយលោកប៉ាអាចសប្បាយចិត្តបានផ្កាតូចបានផ្ដល់ក្តីសង្ឃឹមយ៉ាងរឹងមាំទៅកាន់ក្រុមគ្រួសារពិភាក្សារួចរាល់នាងចូលក្នុងបន្ទប់ដើម្បីគិតជំហានបន្ទាប់ក្នុងចិត្តនាងស្ទើរតែពុះទ្រូងចេញមកក្រៅទៅហើយនាងត្រៀមចិត្តបោះបង់មនុស្សដែលនាងគិតថាជាស្នេហាដំបូងដើម្បីតែលុយនាងមិនហ៊ានសម្រក់ទឹកភ្នែកទេព្រោះតែពាក្យថាកុំចាញ់មនោសញ្ជាតិនីរបស់ម្ចាស់តានាងដែលបានផ្ដាំជាញឹកញែបន្ទាប់ពីការពីឈឺចាប់នេះហើយនាងនឹងរឹងមាំហើយផ្កាស៊ូនាងបាននិយាយម្នាក់ឯងនឹងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងជានិច្ចនេះជីវិតដែលដើរលើផ្លូវតក្រខ្សត់ហ៊ានធ្វើគ្រប់យ៉ាងដើម្បីលុយហើយនេះក៏ជាអ្វីដែលលោកស្រីផាត់លីនតែងតែខ្លាចពេលនេះកូនស្រីកំពុងធ្វើគ្រប់យ៉ាងដើម្បីយកលុយមកព្យាបាលម្ដាយព្រោះថាអំពើល្អដែលពុកនាងធ្វើរាល់ដងមិនបានចំណូលឡើយផ្កាតូចបនស្រន់ទៅកាន់ទេវតាទោះត្រូវកាត់អាយុខ្លួន10ឆ្នាំទៅឲ្យម្ដាយបានជាក៏ព្រមឲ្យតែម្ដាយជាសះស្បើយពីជំងឺទាំងឡាយទាំងពួងសូមទេវតាជួយឲ្យម៉ាក់ឆ្លងកាត់គ្រប់យ៉ាងផងតើខ្ញុំអាចកាត់អាយុខ្ញុំទៅបន្តឲ្យម៉ាក់10ឆ្នាំទៀតបានទេក្នុងរយៈពេល10ឆ្នាំនោះខ្ញុំនឹងធ្វើរឿងល្អដើម្បីម៉ាក់ឲ្យបានច្រើនសំឡេងទូរស័ព្ទរោទក្នុងវីឡារបស់នាតសាងាកមកមើលវីឡាដ៏ធំដែលបង្អួចសម្រស់នៅលើទឹកដីជនបទនេះវិញនាតសាក្នុងសម្លៀកបំពាក់ហាយសូបូកផ្សំជាមួយវ៉ែនតាខ្មៅក្រឹប Hello ព្រះនាងមិត្តថ្ងៃនេះខ្ញុំម្ចាស់សាងបុណ្យអីទៅណបានព្រះនាងមិត្តទេមកនេះនាតសាបាននិយាយបែបផ្អែមលីនិងសម្លេងសើចទៅកាន់មិត្តសម្លាញ់នាតសាឯងមកលេងផ្ទះហេតុអីមិនខលមកយើងប្រុងតែលើកខទៅហើយតែឯងមកស្ទាក់មុនពិតជាអាយុវែងមែនឯងហើយចុះឯងខលមកនេកចង់បបួលដើរលេងមែនហេនាតសាសួរទាំងសប្បាយចិត្តព្រោះនាងទៅនៅអូស្ត្រាលីមិនទាន់បាន1ខែត្រឹមត្រូវផងនៅផ្ទះនឹងមិត្តជាពន់ពេកទើបថ្ងៃនេះត្រឡប់មកលេងផ្ទះមែនហើយស្អែកនេះណាទៅពីព្រឹកបន្តិចព្រោះមិនចង់ឲ្យវេលាសបាយខូចខ្លីនាងផ្កានិយាយដោយប្រែទឹកមុខភ្លាមបើចឹងឯងក៏ប្រាប់សន្យានឹងសៀវផងណានឹងអ្នកផ្សេងទៀតយើងខលទៅហើយគេប្រាប់ថាអូខេបើចឹងស្អែកជួបគ្នាយើងរៀបចំខោអាវសិននាតសាបានដាក់ទូរស័ព្ទចុះនិងរៀបខោអាវរៀបរយទើបទូរស័ព្ទទៅសង្សារបណ្ដូលចិត្តសៀវក៏យល់ព្រមយ៉ាងរហ័សព្រោះខ្លួនក៏ស្មុគស្មាញពីការងារជាច្រើនដែលត្រូវរ៉ាប់រងនៅក្នុងអហ្វេសនៃសន្តិគារលោកពូស្អែកនេះសូមអនុញ្ញាតច្បាប់មួយថ្ងៃបានទេអាសៀវឯងចង់ទៅណាចាំពូជូនទៅក៏បានព្រោះថាពូនេះក៏ចង់សម្រាកដែរស្អែកមិនបាច់ទេពូចៃដន្យស្អែកនេះខ្ញុំជាប់ណាត់ជាមួយមិត្តភក្តិហើយអូជាមួយនាតសាមែនទេមួយរយៈនេះឯងជាមួយនាងយ៉ាងម៉េចហើយឮថាលោកចាហ្វាយក្រុងនេះហួងហែងកូនស្រីសម្បើមណាស់ឯងបើថាទៅមុខមិនរួចទេក៏ដកខ្លួនមកចាំពូរូបស្រីស្អាតមកឲ្យឯងមិនអីទេពូលូនល្អតើខ្ញុំមិនបោះបង់ទេទោះដឹងថាពិបាកទៅរួចក៏ដោយតាមពិតទៅលោកពូសារ៉េនសានេះក៏មិនជាដាច់ងំការដូចថៅកែយូនដែរខ្ញុំជឿថាអនាគតខ្ញុំនឹងជោគជ័យរួចទៅដណ្ដឹងអូននាតឲ្យបានណាពូលោកពូរបស់ស៊ីវទេស្មាក្មួយប្រុសថ្មចាំយើងជំនួសមុខឲ្យឪពុកម្ដាយឯងទៅដណ្ដឹងឲ្យបានមិនជឿថាឋានៈម្ចាស់សន្តិគារលំដាប់កាយលោកចាហ្វាយក្រុងមិនទុកមុខនោះទេត្រូវលោកសារ៉េននេះប្រកាសក្តែងថាមិនឲ្យឯងតាក់ទងកូនស្រីគេជាដាច់ខាតយើងចូលចិត្តមនុស្សនេះណាស់ឲ្យតែខ្លាំងយើងនឹងយកធ្វើដន្លងឲ្យបានតស៊ូឡើងអាក្មួយប្រុសបាទលោកពូច្បាស់ជាមិនខកបំណងទេចាំតែត្រៀមពិធីចុះពូនឹងក្មួយពិភាក្សាគ្នាយ៉ាងយូរទើបចេញពីសន្តិគារមកគេហដ្ឋានទាំងសប្បាយចិត្តពេលវេលាព្រឹកប្រហៀមបានមកដល់ឡានយ៉ាងទំនើបដែលផ្កាកំពុងតែបើកតម្រង់មកភូមិគ្រីស្ទរបស់អាយុហឺឡានចតយ៉ាងសង្ហានៅមុខផ្ទះនេះជាឡានដែលទើបតែទិញចូលថ្មីរបស់ថៅកែយូនដែលឲ្យផ្កាបើកមកទទួលយូហឺទៅកំសាន្តនាងផ្កាតូចបានដើរចូលផ្ទះយ៉ាងរំភើយដោយមិនខ្វល់ពីអ្នកណាគ្មានអង្គរៈណាម្នាក់ដែលហាមឃាត់នាងឡើយនាងដើរចូលមកឃើញលោកយាយក៏ជំរាបសួរយ៉ាងរំអទុំជំរាបសួរលោកយាយនាងបានរត់ទៅអោបលោកយាយរបស់យូហឺព្រមទាំងវិចាសសួរលោកយាយអាយុហឺនៅមិនទាន់ក្រោកទៀតហោះផ្កាឲ្យតាំងពីយូនបានចាក់សោមគេមិនព្រមញោមអីថែមទាំងមិនព្រមចេញពីបន្ទប់ទៀតយាយបារម្ភពីគេណាស់បានចៅមកល្អហើយជួយមើលគេផងណាចៅលោកយាយចាប់ដៃស្រស់ស្រីជាប់បើចឹងមិនអីទេទុកឲ្យខ្ញុំទៅដាស់គេដោយខ្លួនឯងណា
លោកយាយញឹមព្រោះមិនដឹងរឿងសោះស្មានតែលោកថៅកែយូនយល់ព្រមឲ្យអ្នកទាំងពីរមានទំនាក់ទំនងនឹងគ្នាសំឡេងគូបន្ទប់ឮសូរតុក3 ដងមិនឮសូរសំឡេងមកបើកទ្វារសោះនាងបានគូសម្ដងទៀតតុកសំឡេងបោះខ្នើយមកប្រាប់ហើយថាយើងមិនញោមទេយកទៅវិញទៅផ្កាបានលួចសើចក្នុងចិត្តថែមទាំងកំ pl ែងបន្ថែមលោកប្រុសតូចចាស់បើមិនព្រមបើកទ្វារចេញមកទេនោះខ្ញុំទៅវិញក៏បានដែរចាស់អាយុហឺស្គាល់ច្បាស់ណាស់ថាជាសំឡេងសង្សារខ្លួនភ្ញាក់ព្រឺតស្ទុះមកបើកទ្វារយ៉ាងរហ័សគ្រាន់តែសំឡេងទ្វារបើកនាងតូចបានឈរទាំងទឹកមុខញឹមយ៉ាងម៉េចព្រមចេញមកហើយហោះអាយុហឺបានទាញដៃនាងតូចមកអង្គុយលើកៅអីរបស់ខ្លួនថែមទាំងពិនិត្យចុះឡើងបងធ្វើស្អីហ្នឹងគឺបងមើលថាអូនមានរបួសឬអត់របួសស្អីទៅខ្ញុំមកបួយយូហឺទៅដើរលេងមិនបានមកវ័យគ្នាទេឆាប់រៀបខោអាវទៅឲ្យលឿនឡើងដើរលេងហេះនេះយ៉ាងម៉េចហ្នឹងបងមិនយល់ទេប៉ាបងអនុញ្ញាតដែរទេបងមិនចាំបាច់យល់ទេបើនៅឆ្ងល់ច្រើនទៀតពួកគេទៅចោលយើងអស់ហើយថាបណ្ដានាងបានងើបទៅយកវ៉ាលីនិងបាទូរកមើលសម្លៀកបំពាក់ខ្លះដាក់ចូលក្នុងវ៉ាលីរួចក៏ទាញខោអាវយ៉ាងស័ក្តិសម្បោះទៅឲ្យអាយុហឺនេះវាស័ក្តិសមជាមួយកន្លែងដែលយើងទៅកំសាន្តហើយមិនចាំបាច់ងូតទឹកទេនាំតែយូរថារួចនាងក៏ចេញក្រៅទាញទ្វារបិទឲ្យយូហឺនៅផ្លាស់សម្លៀកបំពាក់មួយសន្ទុះទើបនាងបន្លឺវាចាស់សួររួចហើយនៅផ្កាបានសួរពីខាងក្រៅបន្ទប់5 នាទីទៀតមិនរួចរាល់ខ្ញុំទៅចោលហើយណាគ្រាន់តែនិយាយមិនទាន់ផុតពីមាត់ផងយូហឺចេញមកដោយបិទលេវអាវមិនទាន់អស់នាងតូចនឹកអស់សំណើចដោយសម្លឹងទៅលេវអាវមើលចុះធំហើយនៅរលាក់រលោកដូចក្មេងទៅកាត់ដែរផ្កាបានបិទលេវអាវឲ្យបណ្ដាបន្ទោសបណ្ដាអាយុហឺទឹកមុខពិតជារីករាយយ៉ាងខ្លាំងក៏អោនមកថាប់ក្បាលសង្សារថ្មមកពីអូនបន្ទឿនបងពេកប្រាប់ថាប្រញាប់បងសឹងតែរកខោក្នុងស្លៀកមិនទាន់ផងអូហូលោកប្រុសយូហឺក៏ចេះកំ pl ែងដែរណខ្ញុំមិនប្រាប់ព្រោះតែចង់ទុកឲ្យភ្ញាក់ផ្អើលបិទអាវរួចរាល់អ្នកទាំងពីរក៏ចេញដំណើរទៅយ៉ាងរីករាយលោកយាយខ្ញុំលាសិនហើយត្រូវខ្ចីចៅប្រុសលោកយាយមួយថ្ងៃសិនណាទៅចុះចោលដើរលេងឲ្យសប្បាយណាយូហឺចេញមកក្រៅភ្ញាក់ផ្អើលជាមួយនឹងឡានខ្មៅស្លាកលេខការ៉េមួយយ៉ាងសង្ហានៅជិតមុខផ្ទះចាំជាស្រេចនាងតូចបានឲ្យយូហឺឡើងឡានឆាប់ឡើងទៅត្រេតត្រត់ណាស់នាតសាកំពុងតែចាំនៅផ្លូវបំបែកណានេះយើងខកពេល15 នាទីហើយយូហឺឡើងអង្គុយខាងមុខនិងដាក់ខ្សែក្រវ៉ាត់យ៉ាងត្រឹមត្រូវនាងតូចផ្កាបានឡើងមកអង្គុយកន្លែងតែកង់បញ្ជិះឡានយ៉ាងជំនាញផ្កាចេះបើកទេទុកឲ្យបងជាអ្នកបើកវិញយូហឺហាក់មិនទុកចិត្តសោះជាមួយថ្វីដៃថ្មីថ្មងរបស់ផ្កានាងតូចបានបរឡានចេញពីភូមិគ្រីស្ទដោយមិនបង្អង់រថយន្តកំពុងបរលើផ្លូវជាតិត្រង់ឆ្ពោះទៅផ្លូវបំបែកគ្រាន់តែរថយន្តមកដល់ផ្លូវបំបែកភ្លាមរថយន្តទំនើបពីរគ្រឿងបានបើកមកតាមស្រីស្រស់បានបើកកញ្ចក់ព្រមទាំងងក់ក្បាលឲ្យជាសញ្ញាប្រាប់ថានាំផ្លូវទៅមុនចុះអាយុហឺបានដាច់ចិត្តសួរសំណួរក្នុងចិត្តទៅកាន់ផ្កាប៉ុន្តែស្រីតូចប្រាប់ថាថ្ងៃនេះជាថ្ងៃពិសេសរបស់យើងកុំនិយាយរឿងដែលនាំឲ្យឈឺចាប់ផ្កាបានបររថយន្តពីក្រោយនាតសារហូតដល់ទីតាំងវាជាកន្លែងដដែលដែលពួកគេបានបោះជំរំកាលពីលើកមុនយូហឺចេញពីឡានភ្លាមអារម្មណ៍បានប្រែទៅតាមបរិយាកាសនៅទីនេះហាក់ដូចជាស្ងាត់ជាងមុនគ្មានក្រុមផ្សេងមកបោះជំរំសោះព្រោះតែផ្កាបានឲ្យថៅកែជួបផ្ដាច់មុខរួចជាស្រេចធម្មជាតិខៀវស្រងាត់ទឹកហូររឹមខ្យល់រហាយរសៀកនាំពួកគេសាយអស់ទុក្ខកង្វល់យូហឺកំពុងបណ្ដែតអារម្មណ៍យ៉ាងរីករាយប៉ុន្តែងាកមកផ្កាវិញកែវភ្នែកសម្លឹងទៅសង្សារដោយក្តីបារម្ភស្រាប់តែសៀវបានយកកាមេរ៉ាមកបួនមកថតរូបមោះគ្នាយើងមកថតរូបជុំគ្នានាងតូចបានបដិសេធយ៉ាងរហ័សព្រោះកិច្ចសន្យារបស់នាងមិនអាចទុកសំបីតែរូបថតមួយសន្លឹកនៅថ្ងៃចុងក្រោយរបស់នាងនេះធ្លាន់មាត់អើផ្កាក្រែងឯងចូលចិត្តថតរូបមិនចឹងហីថតជុំគ្នាទៅណាព្រោះពួកយើងកំរបានជុំគ្នាណាផ្កាតូចញញឹមមុខស្ងួតថ្ងៃនេះយើងមិនចង់ថតទេអេនេះពួកយើងមានឱកាសក្រោយទៀតតែចង់ថតរូបពេលណាក៏បានពិតមែនទេសៀវមែនហើយគ្រាន់តែរឿងរូបថតកុំប្រកែកគ្នាអីយើងមកឲ្យសប្បាយប៉ុន្តែចម្លែកត្រង់ថាថ្ងៃនេះដូចជាមានតែក្រុមយើងទេដែលមកលេងហើយទេសចរផ្សេងទៀតទៅណាអស់ហើយផ្កាទៅដោយលឿនថ្ងៃនេះមិនមែនថ្ងៃសម្រាកគឺស្ងាត់បែបនេះហើយក្រែងពួកយើងម្នាក់ដែលមកនេះដាក់ច្បាប់ការងារនិងដាក់ច្បាប់សិក្សាមិនចឹងហីអស់ក៏ត្រូវដែរយើងនេះធ្វើការគ្មានសៅរ៍អាទិត្យទើបមិនដឹងថាថ្ងៃនេះជាថ្ងៃអ្វីជែកគ្នារួចពួកគេនាំគ្នាលេងយ៉ាងសប្បាយខ្លះច្រៀងខ្លះចម្អិនអាហារពេលវេលាដើរលឿនយ៉ាងឆាប់រហ័សងាកមកមើលថ្ងៃលិចជិតផុតទៅហើយល្ងាចម៉ោង 6ពួកគេត្រឡប់ទៅផ្ទះដោយទឹកមុខរីករាយផ្កាខំញឹមទាំងបង្ខំព្រោះមិនចង់បំផ្លាញបរិយាកាសរីករាយដ៏កម្រមួយនេះមកដល់ភូមិគ្រីស្ទថៅកែយូនលោកបានឲ្យអ្នកបើកឡានបើកជូននាងមកផ្ទះវិញដោយមិនរករឿងសួរនាំអ្វីឡើយ
ចំណែកកិច្ចសន្យានៅថ្ងៃទី3បន្ទាប់ពីនាងដើរលេងរួចនឹងបញ្ចប់សពគ្រប់ជាមួយយូហឺនាងអាចមកបើកលុយបានហើយ